ឡូជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសុសុគីកាកូរ៉ាចំពោះថ្ងៃនេះផងដែរអេមីនក៏នឹងមកបន្តសម្រាប់សាររឿង The Girl Downstairs នៅក្នុងអេពីសូតជាបន្តមុននឹងចូលទៅកាន់វីដេអូមួយនេះក៏អធិស្ឋានខ្លះមែនតើសម្រាប់សម្លេងដោយសារតែមានបច្ចុប្បន្នកំពុងតែផ្ដាសាយតោះឥឡូវចឹងយើងធ្វើការ live នៅវីដេអូនឹងម្នាក់មួយទៅហើយយើងចូលមកកាន់សាររឿងរបស់យើងតែម្ដងទៅសាររឿងរបស់យើងនៅក្នុងអេពីសូតមួយនេះយើងក៏បានឃើញផងដែរថាស៊ូស៊ូជាមួយនឹងជន់ថាងកំពុងតែចេញអំពីសាលារៀនជាមួយគ្នានៅតាមផ្លូវនៅទាំងពីរបាននិយាយគ្នាជាច្រើនដើមឡងពេលហ្នឹងពួកគេក៏និយាយតាក់ទងជាមួយរឿងដែរថាសាលារៀននឹងរៀបចំនៅពិធីបុណ្យនៅថ្ងៃខាងមុខនេះដែរស៊ូនាងគឺចាំបបួលជន់ថាងរបស់យើងនឹងទៅជាមួយនាងដែលចូលរួមចែកលិខិតប័ណ្ណឬក៏បោះផ្សេងទៅកាន់អ្នកដែលបានចូលរួមអញ្ចឹងទៅពីព្រោះថាខាងសាលារៀនគឺនឹងមានការរៀបចំជាស្តង់ដោយវាពេលយើងរៀបចំសក្រាននៅសាលាអញ្ចឹងដែរបន្ទាប់ពីនេះសាររឿងក៏បានបង្ហាញឲ្យឃើញជន់ថាងជាមួយនឹងកញ្ញាស៊ីយ៉ាវិញដោយសារតែមុននេះជន់ថាងក៏បានរៀបរាប់គឺដូចជាសម័យឲ្យឃើញនៅរឿងដែលគាត់នឹងត្រូវទៅជាមួយនឹងស៊ូនោះឯងប៉ុន្តែកញ្ញាស៊ីយ៉ារបស់យើងបានប្រាប់ទៅកាន់ជន់ថាងថាដោយសារតែថ្ងៃនោះខ្ញុំគឺចង់ធ្វើការដែលជាមួយនឹងលោកដូច្នោះលោកគឺអាចសុំច្បាប់បានអត់គឺរកអ្នកមកចំនួនកន្លែងលោកទៅពួកយើងទាំងពីរនាក់គឺនឹងទៅដែលជាមួយនឹងគ្នានៅក្នុងថ្ងៃនោះហើយជន់ថាងដោយសារតែមិនអាចប្រកែកបានដូច្នោះគាត់ក៏បានយល់ព្រមព្រោះថាបើគាត់មិនយល់ព្រមទេកញ្ញានឹងដឹងតែពិបាកចិត្តទៀតហើយលោកដល់ថ្ងៃដែលពិធីបុណ្យនៅសាកលវិទ្យាល័យមីងសុងគឺបានចាប់ផ្ដើមយើងក៏បានឃើញថាមនុស្សម្នាទៅចេញម្នាណាទៀតហើយដែលថាមនុស្សម្នាគឺពិតជាបានចូលរួមច្រើនកន្លែងមែនតើគឺមានការរៀបចំជាមួយនឹងស្ដង់លក់ទាំងអាហារទាំងសម្លៀកបំពាក់ក៏រួមមានទាំងស្រាទៀតផងមើលទៅវាក៏ពិតជាអ៊ូអរខ្លាំងណាស់ដូចជាការប្រគំតន្ត្រី concert ដែរនោះក៏ដោយសារតែពួកគេគឺបានរៀបចំជាមួយនឹងឆាកតន្ត្រីសម្រាប់ឲ្យគ្រប់គ្នានឹងបានចូលរួមទស្សនាអំឡុងពេលហ្នឹងក៏ស្រាប់តែមនុស្សគ្រប់គ្នាក៏បានចាប់អារម្មណ៍ជាមួយនឹងកញ្ញាម្នាក់ដែលកំពុងតែដើរកាត់មុខពួកគេហើយយើងក៏បានដឹងដូចគ្នាថានោះគឺជាស៊ីយ៉ានោះឯងម្នាក់នៅពេលដែលបានឃើញជាមួយនឹងវត្តមានរបស់ស៊ីយ៉ាហើយក៏ពិតជារំភើបខ្លាំងណាស់ដោយសារតែសម្រស់របស់នេះគឺស្រស់ស្អាតលើពីនឹងពួកគេអាចមើលដឹងថាវាដូចជាអតីតតារាទៀតផងតែពួកគេមិនហ៊ានសន្និដ្ឋាននោះទេអំឡុងពេលហ្នឹងផងដែរស៊ីយ៉ានាងក៏បានដើរមកជិតជន់ថាងគណៈដែលនាងក៏បានហៅទៅកាន់ជន់ថាងរីឯជន់ថាងក៏បានកលេចមើលទៅកាន់នាងក៏ពិតជាភាំងមែនតើពីព្រោះថាមើលទៅកាន់សម្រស់របស់ស៊ីយ៉ានេះក៏ពិតជាស្រស់ស្អាតខ្លាំងណាស់អញ្ចឹងហើយវាធ្វើឲ្យគាត់រៀងផ្លឹកដែររួមអំឡុងពេលហ្នឹងផងដែរជន់ថាងក៏បានដើរទៅរកនេះយ៉ាងលឿនព្រមទាំងបានទាញមួកនៅលើដៃនឹងពាក់ទៅលើក្បាលរបស់នាងប្រាប់ទៅកាន់នាងថាមិនបានពាក់សម្លៀកបំពាក់អីចឹងក៏បានទាញនាងមកផ្គៀកជប់គាត់ហ្មងណាចំលេងចឹងហ្មងឯជន់ថាងហើយប្រាប់ទៅកាន់នាងថាកុំពាក់សម្លៀកបំពាក់អីចឹងវាខ្លាយមើលតែមិនសមរម្យទេគណៈដែលស៊ីយ៉ាក៏បានហូនចេញបន្តិចប្រាប់ថាចំហើយខ្ញុំពាក់ចេញទៅក្រៅរងថ្ងៃសោះហ្នឹងនៅផ្ទះក៏ពាក់អញ្ចឹងដែរមនុស្សគ្រប់គ្នាកំពុងតែឈរមើលរីឯជន់ថាងលឿនអញ្ចឹងហើយគាត់គាំងឡាមែនតើមើលទៅម្នាក់កំពុងតែថតទៅកាន់នាងផងដែរហើយជន់ថាងក៏បានដកអារបស់គាត់ទៅឲ្យស៊ីយ៉ាទៅព្រោះតែមិនចង់ឲ្យនាងពាក់ខ្លីពេកទេព្រោះមនុស្សនៅទីនេះគឺច្រើនខ្លាំងពេកបន្ទាប់ពីនឹងអ្នកទាំងពីរក៏ចាប់ផ្ដើមរីករាយជាមួយនឹងកម្មវិធីបុណ្យហ្នឹងទៅដែលចូលរួមលេងកម្សាន្តជាមួយនឹងគេមួយឯងហ្នឹងចឹងទាំងការញ៉ាំនំបែបប្រពៃណីក៏ដូចជាលេងនៅល្បែងកម្សាន្តផ្សេងនិយាយទៅអ្នកទាំងពីរនាក់ហ្នឹងគឺចូលរួមលេងអស់ហើយវាអញនិយាយបានថាសប្បាយខ្លាំងមែនតើសម្រាប់ស៊ីយ៉ាគឺនាងបានមកចូលរួមសប្បាយលេងសប្បាយតាំងពីព្រឹករហូតដល់ល្ងាចឯណោះថតរូបជាមួយនឹងគេឯងផងឡើងពេញហ្នឹងអំឡុងពេលហ្នឹងផងដែរអ្នកទាំងពីរក៏ដើរត្រឡប់ទៅវិញហើយដើម្បីប្រកួតនៅសម្លៀកបំពាក់ហ្នឹងទៅឲ្យកន្លែងស្តង់គេដែលគេបានជួលសម្លៀកបំពាក់ហ្នឹងឲ្យចឹងទៅហើយដើរមកដល់ស៊ីយ៉ានាងក៏ចូលខាងក្នុងដើម្បីដោះនៅសម្លៀកបំពាក់ហ្នឹងទៅឲ្យម្ចាស់ហាងវិញតែមិនឃើញទេមិនឃើញម្ចាស់ហាងហ្នឹងចឹងក៏ដោះទុកចាស់អំឡុងពេលហ្នឹងផងដែរស៊ីយ៉ានាងក៏ស្រាប់តែបានលើសម្លេងមនុស្សស្រីដែលមនុស្សស្រីហ្នឹងផងដែរគឺជាកញ្ញារូនីហើយការដែលរូនីមកកាន់កន្លែងហ្នឹងព្រោះតែនាងក៏បានជួលសម្លៀកបំពាក់គេដូចគ្នាអញ្ចឹងហើយនាងក៏ចង់យកមកកាន់កន្លែងគេវិញហើយក៏បានឃើញជន់ថាងនៅហ្នឹងអាឡែងតែឈរនិយាយជាមួយនឹងជន់ថាងហ្នឹងក៏ស្រាប់តែកញ្ញាស៊ីយ៉ាគឺបានដើរចេញមកហើយសួស្ដីទៅកាន់កញ្ញារូនីក៏បានលើកដៃទៅវិញទៅសំខាន់ណាស់ស៊ីយ៉ារបស់យើងកាន់ដៃជន់ថាងទៀតតែធ្វើរូនីឃើញហើយញាក់សាច់តែម្ដងហើយមើលទៅកញ្ញាស៊ីយ៉ាហ្នឹងគឺដូចជាឌឺរូនីដែរនាងក៏បានបបួលជន់ថាងដើរចេញទៅដើរបាននិយាយអីទៅកាន់រូនីទេហើយជន់ថាងគាត់ក៏បានលាទៅកាន់រូនីដូចគ្នាប្រាប់ថាជួបគ្នាថ្ងៃក្រោយអញនិយាយបានថាស៊ីយ៉ារបស់យើងនេះញាក់សាច់ដែរណាឌឺគេហ្មងអំឡុងពេលដែលដើរលេងនៅតាមផ្លូវនឹងផងដែរស៊ីយ៉ាក៏បានរំលឹកទៅដល់ពេលដែលពួកគេបានសាងនៅអនុស្សាវរីយ៍ជាមួយនឹងគ្នាអាចថាអនុស្សាវរីយ៍ទាំងអស់ហ្នឹងវាពិតជាល្អខ្លាំងមែនទែនសម្រាប់ថ្ងៃហ្នឹងចំពោះជន់ថាងគាត់ក៏បានគិតផងដែរអនុស្សាវរីយ៍ទាំងអស់នេះអនុញ្ញាតបានថាវាល្អហើយវាសំខាន់សម្រាប់គាត់ខ្លាំងមែនទែនសង្ឃឹមថាការចំណាយពេលវេលារបស់គាត់ពេញមួយថ្ងៃជាមួយនឹងស៊ីយ៉ាក៏អាចនឹងក្លាយទៅជាការចាប់ផ្ដើមរវាងគាត់ជាមួយនឹងនាងដូចគ្នាក៏ប៉ុន្តែគាត់គឺនៅតែមានអារម្មណ៍ស្ទាក់ស្ទើរគាត់ស្ទាក់ស្ទើរខ្លាំងណាស់ដោយសារតែគាត់ពេលនេះក្នុងចិត្តរបស់គាត់ពេលនេះគឺនៅតែមានស៊ូអំឡុងពេលដែលជន់ថាងរបស់យើងកំពុងតែកើតរឿងហ្នឹងក៏ស្រាប់តែកញ្ញាស៊ីយ៉ារបស់យើងគឺបានឈប់ព្រមទាំងបានធ្វើបែបខ្ជិះខ្ជួយទៅកាន់ជន់ថាងទៀតហើយថ្ងៃហ្នឹងគួរតែអរគុណខ្ញុំទៅដែលបានមកកំដរដើរលេងអញ្ចឹងអ្នកនាំគេសោះឲ្យគេអរគុណទៀតកញ្ញានេះជន់ថាងសម្លឹងមើលទៅកាន់ស៊ីយ៉ារួចគាត់ក៏ចាប់ផ្ដើមគិតទៀតហើយនៅជាមួយនឹងស៊ីយ៉ាគាត់គឺតែងតែមានអារម្មណ៍ថាសប្បាយចិត្តនឹងកក់ក្ដៅគ្រប់ពេលតែស្នេហាដ៏បរិបរបស់គាត់គឺនឹងคล้ายទៅជាអតីតកាលមែនទេគិតរួចជន់ថាងក៏បានសួរទៅកាន់
ស៊ីយ៉ាតានាងស្រឡាញ់ខ្ញុំមែនទេស៊ីយ៉ាតាការដែលនាងនិយាយថាស្រឡាញ់នោះវាក៏ពិតមែនអត់ស៊ីយ៉ានាងក៏បានសើចព្រមទាំងបានចាប់ដៃរបស់គាត់យ៉ាងណែនពិតណាស់ហើយខ្ញុំមកក៏ថែមទាំងចង់ថើបលោកទៀតផងលើអញ្ចឹងថ្ពរជន់ថាងឡើងក៏ហមតែខ្លួនឯងនឹងមកធ្វើជាអឿនិយាយថាថើបសាមញ្ញឯគូស្នេហ៍ពិតប្រាកដគេធ្វើអីលើសនឹងទៀតលើបែបហ្នឹងស៊ីយ៉ានាងក៏សោយយកហ្មងជន់ថាងលោកក៏ប៉ិនក៏ប្លែងដែរតែឥឡូវលោកអាចឧទាហរណ៍អ្វីមួយបានអត់ជន់ថាងក៏សួរទៅកាន់នាងឲ្យថាតើនាងចង់ឲ្យខ្ញុំគូររូបរបស់នាងឬក៏អត់សួរបែបហ្នឹងឯងគិតនៅក្នុងចិត្តទៀតហើយតើនឹងមានរឿងអ្វីកើតឡើងទៅបើសិនបើជាខ្ញុំពេលនេះសារភាពស្នេហ៍ទៅកាន់កញ្ញាស៊ីយ៉ាហើយចុះនឹងមានរឿងអ្វីកើតឡើងនៅពេលដែលខ្ញុំសារភាពទៅកាន់ស៊ូស៊ូនៅពេលនោះហើយតើនៅលើដំបកគេនោះស៊ូចង់និយាយអ្វីកាន់តែច្រើនមែនទេស៊ីយ៉ានៅពេលដែលបានឃើញជន់ថាងរៀងភាំងឡប់អញ្ចឹងតើនាងក៏ព្យាយាមកគាត់ហើយដែលនាងព្យាយាមសួរទៅកាន់ជន់ថាងយ៉ាងច្រើនប្រាប់ទៅកាន់គាត់ថាថ្ងៃហ្នឹងបើមិនឆ្លើយសំណួររបស់នាងអត់ទេកុំសង្ឃឹមថាបានទៅផ្ទះឲ្យសោះហើយមើលតែនាងឌឺទៅកាន់ជន់ថាងមែនតើនៅពេលដែលជន់ថាងបានតបបែបប៊ីប៊ឺអៀនទៅកាន់នាងសើចឌឺហើយចំអកទៅកាន់គាត់ទៀតដែលធ្វើឲ្យជន់ថាងខ្លាញ់កូននឹងខ្លាំងយើងមើលពីអ្នកនឹងប៉ុណ្ណឹងបានហើយឥឡូវយើងក៏លេចមើលមកកាន់កញ្ញាស៊ូវិញដែលនៅពេលនេះផងដែរនាងកំពុងតែរៀបចំជាមួយនឹងរបស់ជាច្រើនយកមកទុកដោយសារតែស្តង់នីមួយគឺពួកគេចាប់ផ្ដើមបិទបណ្ដាហើយបន្តិចទៀតហ្នឹងគឺមាននៅការប្រគំតន្ត្រីឬក៏អញ្ញមិនថា concert អីចឹងទៅមើលទៅស៊ូនាងក៏ពិតជាហត់ខ្លាំងមែនតើតាមឡងពេលហ្នឹងនាងក៏ស្រាប់តែបានកលេចមើលទៅឃើញជន់ថាងជាមួយនឹងកញ្ញាស៊ីយ៉ាកំពុងតែនៅជាមួយនឹងគ្នាហើយនាងក៏ចាប់ផ្ដើមសម័យទៅដល់ពេលនោះផ្លែតដែលពេលដែលនាងគឺបានឆាតទៅកាន់ជន់ថាងឲ្យគាត់យកអាវលងាមកផងព្រោះថាមេឃវាត្រជាក់ខ្លាំងតែជន់ថាងក៏បានតបមកកាន់នាងវិញថាគាត់គឺមិនបានចូលរួមជាមួយនឹងស៊ូនោះទេគាត់គឺសុំអវត្តមានមួយថ្ងៃនេះទៅចោះដោយសារតែស៊ីយ៉ាគឺសុំឲ្យគាត់ដើរលេងជាមួយនឹងនាងឲ្យបានមួយថ្ងៃហើយគាត់គឺបានយល់ព្រមជាមួយនឹងនាងបាទទៅហើយដោយពេលហ្នឹងស៊ូនាងក៏មិនបានបដិសេធដែរនាងគឺបានយល់ព្រមជាមួយនឹងជន់ថាងតែបច្ចុប្បន្ននេះនាងគឺបានសម្លឹងមើលទៅកាន់អ្នកទាំងពីរអ្វីដែលសំខាន់ទៀតស៊ីយ៉ាកំពុងតែផ្អែកទៅលើទ្រូងរបស់ជន់ថាងដែលអាចឲ្យយើងបានដឹងហើយថាស៊ូគឺនឹងក្រឡេកមើលឃើញទៅលើទំនាក់ទំនងអ្នកទាំងពីរកាន់តែស៊ីជម្រៅហើយនាងក៏មិនអាចធ្វើការរំខានទៅកាន់ទំនាក់ទំនងរបស់អ្នកទាំងពីរទៀតដែរខ្ញុំមិនអាចនិយាយបានច្រើនទេពីស៊ូក៏ប៉ុន្តែតាំងពីខ្ញុំមើលសើរឿងនឹងមកស៊ូជាមួយនឹងជន់ថាងនឹងគឺអាចនិយាយបានថាស្រឡាញ់គ្នារៀងខ្លួនតែដែលឡែកស៊ូនាងគឺមិនចូលចិត្តបង្ហាញទេហើយនាងក៏មិនហ៊ានសារភាពទៅកាន់គាត់ដែរដោយសារតែយើងបានដឹងហើយគឺថាវាតាក់ទងមួយគ្រួសាររបស់នាងផងសម្ពាធទៅលើនាងផងអញ្ចឹងហើយនាងគឺអត់ហ៊ានសារភាពទេហើយឥឡូវនេះវាអាចនិយាយបានថាប្រហែលជានាងត្រូវបាត់បង់ជន់ថាងហើយពីព្រោះថាពេលនេះជន់ថាងគាត់គឺបានរកឃើញជាមួយនឹងទំនាក់ទំនងថ្មីរបស់គាត់ហើយក៏ជាស្នេហាថ្មីរបស់គាត់ផងដែរអូខេអញ្ចឹងនេះគ្រាន់តែជាការមើលឃើញបើអត់មានទេចំពោះសាច់រឿងនៅក្នុងអេពីសូតមួយនេះក៏ដូចជាតាំងពីអេពីសូត1មកដល់អេពីសូតនេះប៉ុន្តែយើងក៏មិនទាន់អាចសន្និដ្ឋានបានដែរព្រោះអេពីសូតគឺនៅច្រើនភាគទៀតអញ្ចឹងចាំចាប់សាច់រឿងយើងវិនិច្ឆ័យតាមក្រោយបើចង់ដឹងថាសាច់រឿងរបស់យើងល្អមើលយ៉ាងណាទៀតកុំភ្លេចតាមដានទស្សនាជាមួយនឹង admin ណាគណៈពេលនឹងពេលមានជម្រាបលាបាយ